Trên nền bộ trong số trong việc số tất cả lực cru này cru từng ở này vị trí xa này start nâng chia sẻ lực cru chán chạy ra để chi lực cru bằng riêng nơi một vị trí Spring Boot này về full stack web development cho nón team muối nơi vị trí xa này start trong mắt một bên tận nằm này cứ chia sẻ này về full stack web development cho nón team muối về nửa xíu trong video này chúng mìnhធ្វើការ demo ទៅលើការប្រើប្រាស់ Swagger ដើម្បី test ទៅលើ API ហើយនេះគឺជាសមាជិករបស់ពួកយើងដែលមានដូចជា Java ធំគឺជាប្រធានក្រុម Swagger គឺជា tool មួយដែលជួយ developer ក្នុងការ test និងយល់ពី API ជាមួយការប្រើប្រាស់ Swagger យើងអាចមើលឃើញពី endpoint ទាំងអស់របស់ API ហើយនិង HTTP method របស់វាដូច្នេះយើងអាច test ជាមួយនឹង endpoint នីមួយៗនឹងងាយស្រួលដែលយើងគ្រាន់តែ test វាទៅលើ browser ដែលផ្ទាល់យើងមិនបាច់ចាំ implement ទៅលើ front end ដើម្បី test ទៅលើ API របស់យើងទេដើម្បីប្រើប្រាស់ Swagger ជាមួយនឹង API របស់យើងត្រូវការ add dependency ចំនួន1ទៅកាន់ project API របស់យើងគឺ Spring Dog Open API Starter Web MVC ឥឡូវនេះយើងចូលទៅកាន់ browser ដើម្បី add វាទាំងអស់គ្នាហើយយើងបាយពាក្យថា Spring Dog Open API Starter Web MVC គឺមួយនេះយើងចូលទៅកាន់ Maven repository ខ្ញុំជ្រើសរើសយក version 2.8.8 ជ្រើសរើស Gradle ដោយសារខ្ញុំបង្កើត project ជាមួយនឹង Gradle copy វាហើយយកទៅដាក់នៅក្នុង via.gradle តោះមកយើងធ្វើការ run ជាមួយនឹង project របស់យើងហើយនឹងគឺវាបាន run នៅលើ default port របស់ Tomcat គឺ 8080ហើយយើងចូលទៅកាន់ browser វិញយើងចូលទៅកាន់ localhost 8080/swagger.ui/index.html ហើយនេះគឺជា API របស់យើងប៉ុន្តែយើងឃើញថានៅក្រៅ endpoint នីមួយៗហ្នឹងវាមាននៅ definition ឬក៏និយមន័យដែលបញ្ជាក់ថា endpoint មួយហ្នឹងធ្វើស្អីគេអញ្ចឹងពាក្យដែលនៅខាងក្រៅ endpoint ហ្នឹងគឺយើងជាអ្នកកំណត់ខ្លួនឯងទេដែលខ្ញុំអាចកំណត់ជានៅក្នុង controller របស់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង adoption operation របស់ Swagger ហ្នឹងដើម្បីដាក់ថាបញ្ជាក់ពីលើ method ហ្នឹងដើម្បីថា method មួយហ្នឹង perform អីគេតាម method មួយហ្នឹងសម្រាប់ធ្វើអីគេហើយដូចតែយើងធ្វើ method put មួយយ៉ាងថា update student by UID ជាដើមឥឡូវមើលខាងពេលយើងធ្វើការ test ទៅលើ API របស់យើងទាំងអស់គ្នាយើងធ្វើការ test ទៅលើ get មុនគេសូមបញ្ជាក់ចំពោះ API នេះយើងធ្វើឡើងដើម្បីតែ test ទៅលើ Swagger ទេយើងឲ្យបានសង្កត់ធ្ងន់ទៅលើ validation ឬក៏ security ទេលើនេះយើងបន្តការ test របស់យើងជាមួយនឹង method get ទាំងអស់គ្នាដូចដំបូងយើងឃើញជាមួយនឹងឧទាហរណ៍ JSON ដែលនេះគឺជាទម្រង់ដែលយើងនឹងទទួលបានដែលមានជា UID name email ជាដើមដើម្បីទទួលបានទិន្នន័យរបស់ student ទាំងអស់គ្នាយើងចុចប៊ូតុង try it out ហើយចុច execute ឥឡូវហ្នឹងគឺយើងបានទិន្នន័យរបស់ student យើងហើយដែលមានដូចជា James ជាដើមឥឡូវយើងបាន test ជាមួយនឹង method get ហើយយើងចង់ test ទៅលើ method មួយទៀតឥឡូវខ្ញុំចង់ test ទៅលើ method put ហ្នឹងគឺជា method មួយដែលសម្រាប់ update គ្រប់ field ទាំងអស់នៃ student គឺ field ទាំងអស់តែ update ដើម្បីប្រើវាយើងចូលទៅលើវាទាំងអស់គ្នាប៉ុន្តែយើងក៏សម្គាល់ថាវាត្រូវការជាមួយនឹង UID របស់ student អញ្ចឹងដើម្បី update ទៅលើ field របស់ student បានយើងត្រូវការ copy របស់ UID student ណាមួយឥឡូវយើងចង់ copy ទៅលើ Jacoco បន្ទាប់មកយើងចុចប៊ូតុង try it out ហើយខ្ញុំដាក់ UID របស់គាត់ចូលចំពោះឈ្មោះខ្ញុំចង់ដូចឈ្មោះគាត់ខ្ញុំមកដាក់ Jacoco តិចទេខ្ញុំដាក់ឈ្មោះគាត់ថាជីងចប់ម្ដង email ដូចគ្នាហើយចំពោះ profile ដូចគ្នាខ្ញុំដាក់ថា image.png ហើយចំពោះ bio ខ្ញុំដាក់ថា something បន្ទាប់មកខ្ញុំចុចប៊ូតុង execute គឺយើងបាន update
ជាមួយនឹងព័ត៌មានរបស់ student នឹងហើយដែលឈ្មោះគាត់បានដូរទៅជាចេញចោលវិញដើម្បីកាន់តែច្បាស់យើងចូលទៅកាន់ method get យើងម្ដងទៀតយើងចុច execute ម្ដងទៀតហើយហ្នឹងគឺយើងឃើញ user ចុងក្រោយហ្នឹងគឺបានដូរទៅជាចេញចោលអញ្ចឹងលេងមាន user ចាកកកទៀតហើយឥឡូវយើងបានតេស្តលើពី HTTP method ហើយតែយើងបានតេស្តទៅលើពី endpoint ហើយអញ្ចឹងយើងចង់តេស្តទៅលើ endpoint មួយទៀតគឺខ្ញុំចង់តេស្តទៅ delete ខ្ញុំចុចទៅលើវាយើងឃើញទៀតថាវាត្រូវការ UID របស់ student ដើម្បី delete ដូចគ្នាប៉ុន្តែដោយសារបែបហ្នឹងយើងបាន copy ហើយអញ្ចឹងយើងមិនបាច់ចាំ copy ទៀតទេយើងចុច try it out យកតែម្ដងទៅដាក់ UID របស់គាត់ចូលហើយជួយប៊ូតុង execute ហើយហ្នឹងគឺយើងបាន delete គាត់បានសម្រាប់ចឹងដោយយើង retain set hash 204បើយើងដើម្បីកាន់តែច្បាស់ទៀតយើងចូលទៅកាន់ method get ម្ដងទៀតហើយយើងចុច execute ដើម្បីមើលគាត់ម្ដងទៀតតែហ្នឹងគឺបាត់ជាមួយនឹង user ចេញចក់ហ្នឹងហើយអញ្ចឹងមានថាយើងបាន delete បានជោគជ័យហើយយើងធ្វើការតេស្តទៅលើ method ចុងក្រោយរបស់ API របស់យើងគឺ method post ខ្ញុំចង់ post user ចែកកកមកវិញអញ្ចឹងខ្ញុំចុចប៊ូតុង try it out ដោយសារវាត្រូវការ UID ទេហើយនេះគឺជា request body ជាទម្រង់ដែលយើងត្រូវបំពេញដើម្បីផ្ដល់ព័ត៌មានទៅឲ្យ user ដែលយើងចង់បង្កើតហ្នឹងខ្ញុំដាក់មកគាត់ថាតាកកgender ខ្ញុំដាក់ថា male score គាត់ដាក់ថា90ហើយចំពោះ password ទៅខ្ញុំដាក់ចោលដែរតោះមកចុចប៊ូតុង execute ហ្នឹងគឺយើងបាន create នៅ student ថ្មីបានសម្រាប់ហើយដែលយើង return ជាមួយ status code 201ដែលបញ្ជាក់ថាយើងបាន create គាត់បានជោគជ័យដើម្បីការតែច្បាស់បន្តទៀតយើងចូលទៅកាន់ method get ហើយយើងចុច execute ម្ដងទៀតដើម្បីទទួលបាននៅ student ដែលយើងបង្កើតថ្មីមិនចឹងហើយនេះគឺជា student ចាកកដែលយើងបង្កើតមិនគឺបានមកវិញហើយឥឡូវហ្នឹងការ demo របស់ខ្ញុំត្រូវបានបញ្ចប់ចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ